បាទជំរាបសួរដល់លោកគ្រូអ្នកគ្រូបងប្អូនទាំងគ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទនៅរាត្រីនេះខ្ញុំបានមកជួបបងប្អូនតាមការសន្យាម្ដងទៀតហើយតាមរយៈដែលព្រះវិញ្ញាណបរិសុទ្ធបានឲ្យខ្ញុំបានមានឱកាសក្នុងចូលមកដើម្បីនឹងនាំលោកព្រះបន្ទូលព្រះអង្គបញ្ចប់នៅមេរៀនដែលមានចំណងជើងថាព្រះយេស៊ូវគ្រីស្ទបណ្ដោយតាមល្បិចរបស់អរិយដើម្បីសម្រេចនគរព្រះដែលខ្ញុំបានចែកចេញជា3ចំណែកបាទបែកចេញជា3ផ្នែកដែលមានចំណងជើង3ផ្នែកទី1គឺអកម្បាំងរបស់អរិយដែលវាចងបំផ្លាញនគរព្រះយើងមើលពីខ1ដល់ខ7ហើយចំណុចទី2គឺព្រះយេស៊ូវគ្រីស្ទប្រើអំណាចនិងប្រាជ្ញារបស់ទ្រង់ក្នុងការសម្រេចនគររបស់ព្រះបាទបើយើងមើលពីខ8ដល់ខ17ហើយចំណុចទី3ជាចំណុចបញ្ចប់អ្នកដែលបានរំដោះឲ្យមានសេរីគឺជាអ្នកដែលធ្វើជាសក្ខីភាពអំពីនគរព្រះពិតជាពិសេសមែនបងប្អូនគឺនៅខ18ដល់ខ20លោកអ្នកបងប្អូនខ្ញុំសូមប្រកាសព្រះបន្ទូលព្រះអង្គម៉ាកុសជំពូក5ខ18ដល់ខ20ខ18ការទ្រង់បានយាងចុះទូកនោះអ្នកដែលអរិយចូលពីដើមគាត់ក៏សូមទៅជាមួយនឹងទ្រង់តែទ្រង់មិនអនុញ្ញាតទេដោយបន្ទូលថាចូលទៅផ្ទះទៅហើយប្រាប់បងប្អូនឯងពីការធំទាំងម្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញខ20គាត់ក៏ចេញទៅចាប់តាំងប្រកាសប្រាប់នៅស្រុកដេកាប៉ូលពីការធំទាំងម្លេះដែលព្រះយេស៊ូវបានប្រោសដល់ខ្លួននោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្តនេះគឺជាព្រះបន្ទូលនៃព្រះសូមគ្រប់អញ្ជើញលោកគ្រូបងប្អូនទាំងគ្នាបានអធិដ្ឋានសូមការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធក្នុងការដែលនាំព្រះជាសារមកកាន់លោកអ្នកបងប្អូនព្រមទាំងខ្ញុំផងដែរសូមសរសើរព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធគុណអរគុណទ្រង់សម្រាប់ពេលវេលាដែលព្រះអង្គម្ចាស់បានប្រទានពរសម្រាប់ឲ្យកូនទាំងអស់គ្នាបានសិក្សាព្រះបន្ទូលព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធបានយាងមកធ្វើចលនានៅក្នុងជីវិតរបស់ផងកូនប្រយោជន៍ឲ្យកូនបានយល់ដឹងអ្វីជាបំណងប្រាថ្នាទេរបស់ព្រះអង្គនៅក្នុងកិច្ចការដែលទ្រង់ចង់ឲ្យទូព្រះបង្គំបានយល់ហើយនឹងយកទៅអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃគួរសូមពឹងអាងដល់ព្រះវិញ្ញាណបរិសុទ្ធក្នុងការបង្ហាញបើកសតិបើកភ្នែកខាងវិញ្ញាណដើម្បីឲ្យកូនបានយល់ផងដែរគុណថ្វាយការសិក្សាព្រះបន្ទូលព្រះអង្គនិងការចែករំលែកនៅព្រះជាសារនៅវេលាយប់នេះនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនលោកគ្រូអ្នកគ្រូបងប្អូនទាំងគ្នាមុននឹងចាប់ផ្ដើមចំណុចចុងក្រោយនេះខ្ញុំចង់លើកឡើងពីការផ្ដើមនៃដំណើរបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានធ្វើដំណើរតាំងពីឆ្នេរក្រោយម្ខាងនៃឆ្នេរសមុទ្រកាលីលេដែលព្រះអង្គម្ចាស់បានបង្ហាញអំពីនគរព្រះហើយយើងដឹងហើយថានៅពេលដែលយើងបម្រើព្រះអង្គបង្ហាញអំពីសេចក្តីសង្គ្រោះទៅដល់មនុស្សអំពីនគរព្រះចឹងតែងតែមានឧបសគ្គអញ្ចឹងបានជាសិស្សរបស់ព្រះអង្គព្រមទាំងព្រះយេស៊ូវគ្រីស្ទបានធ្វើដំណើរតាមទូកមកមានខ្យល់ព្យុះមានរលកធំប៉ុន្តែទោះជាអរិយសតាំងវាប្រើអំណាចក្នុងការបង្អាក់នៅកិច្ចការរបស់ព្រះអង្គយ៉ាងណាក៏ដោយគ្មានអ្វីដែលព្រះអង្គធ្វើមិនបាននោះឡើយព្រះអង្គជាព្រះដែលគ្រប់គ្រងទៅលើធម្មជាតិទាំងអស់នោះទោះជាអរិយអាចធ្វើបានប៉ុន្តែព្រះអង្គអាចបង្ក្រាបនៅខ្យល់ព្យុះនោះបានហើយអរគុណដល់ព្រះអង្គដែលព្រះអង្គនៅតែបន្តការងារមកដល់ក្នុងស្រុកកេរ៉ាស៊ីននិងស្រុកដេកាប៉ូលហើយព្រះអង្គបានមកដល់នៅភូមិនោះហើយស្រាប់តែអរិយសតាំងវាដឹងហេតុអីបានជាវាដឹងដោយព្រោះតែវាមានរចនាសម្ព័ន្ធហើយវាឲ្យដំណឹងគ្នាទៅវិញទៅមកដូច្នេះដល់វាដឹងថាព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះហើយវាដឹងថាព្រះអង្គយាងមកក្នុងភូមិនេះគឺដើម្បីនឹងផ្សាយដំណឹងល្អអំពីនគរព្រះវាក៏មានល្បិចកលជាច្រើនក្នុងការដែលមិនចង់ឲ្យព្រះយេស៊ូវគ្រីស្ទចូលទៅក្នុងភូមិដើម្បីផ្សាយដំណឹងល្អ
ដូច្នេះវាក៏ធ្វើជាល្បិចកលសូមព្រះអង្គឲ្យវាចូលទៅក្នុងវងជ្រូកប្រយោជន៍ដើម្បីឲ្យជ្រូកនោះបានបោលធ្លាក់ទៅចម្រាក់ភ្នំហើយនឹងចូលទៅក្នុងទឹកស្លាប់ហើយធ្វើឲ្យម្ចាស់ជ្រូកនោះក៏ដេញព្រះយេស៊ូវគ្រីស្ទចេញដើម្បីកុំឲ្យមានការខាត់បងទ្រព្យសម្បត្តិកាន់តែច្រើនជាងនេះទៅទៀតមានន័យថាពួកគេងងឹតដោយសារតែវិញ្ញាណអរិយសាតាំងវាគ្របបាំងមិនឲ្យពួកគេបានយល់អំពីព្រះយេស៊ូវគ្រីស្ទដែលមានគោលបំណងល្អសម្រាប់ពួកគេប៉ុន្តែទោះជាអរិយសាតាំងវាមានល្បិចកលយ៉ាងណាក៏ដោយព្រះអង្គក៏មានរបៀបរបស់ទ្រង់ហើយព្រះអង្គក៏មានប្រាជ្ញាញាណហើយព្រះអង្គជាព្រះដែលសពញ្ញូញាណហើយព្រះអង្គមានផែនការថ្មីព្រះអង្គបានប្រោសដល់មនុស្សដែលមានអរិយកងទ័ពចូលនោះឲ្យបានជាសះស្បើយព្រះអង្គស្រាយចំណងគាត់ឲ្យបានជាហើយប្រើគាត់ដើម្បីជាដំណឹងល្អនៃនគរព្រះជំនួសព្រះអង្គវិញតាមរយៈព្រះបន្ទូលនេះយើងមើលឃើញថាអរិយវាដឹងថាព្រះយេស៊ូវគ្រីស្ទនិងពួកសិស្សចូលទៅភូមិកេរ៉ាស៊ីនតំបន់ដេកាប៉ូលដើម្បីនឹងផ្សាយដំណឹងល្អអរិយវាចង់បំផ្លាញកិច្ចការរបស់ព្រះអង្គវាគិតថាវាឆ្លាតផ្ទុយទៅវិញព្រះអង្គធ្វើឲ្យស្របតាមល្បិចអរិយដើម្បីនឹងយកឈ្នះវាវិញដោយមិនបានទៅផ្សាយដំណឹងល្អផ្ទាល់ខ្លួនទ្រង់ទេបងប្អូនមានអានឆ្ងល់អត់ហើយចាប់អារម្មណ៍អត់ព្រះអង្គដែលយើងជឿតាមគឺជាព្រះដែលសពញ្ញូញាណព្រះអង្គសពវត្តមានព្រះអង្គគឺជា Alpha ហើយជា Omega ហើយជាដើមហើយក៏ជាទីបញ្ចប់ហើយព្រះអង្គជាព្រះដែលគ្រប់គ្រងលើប្រវត្តិសាស្ត្រអតីតកាលបច្ចុប្បន្នកាលអនាគតកាលសេចក្តីស្រឡាញ់របស់ព្រះអង្គនិងសេចក្តីស្មោះត្រង់របស់ព្រះអង្គគឺមិនដែលប្រែប្រួលឡើយអំណាចក៏ស្ថិតស្ថេរនៅអកលជានិច្ចផងដែរតើព្រះប្រើអ្នកណាចូលទៅផ្សាយដំណឹងល្អអំពីនគរព្រះជំនួសទ្រង់និងសិស្សព្រះអង្គវិញគឺតាមរយៈមនុស្សដែលមានវិញ្ញាណអរិយកងទ័ពចូលបំផ្លាញគាត់ចិត្តមួយជីវិតទៅហើយព្រះគម្ពីរបានប្រាប់យើងថាគាត់ត្រូវបានអរិយបំផ្លាញជីវិតគាត់ឲ្យគាត់នឹងឃ្លាតឆ្ងាយអំពីគ្រួសារនិងសហគមន៍គាត់ចង់ស្លាប់តាមរយៈដែលធ្វើទារុណកម្មដោយអាដៃជើងខ្លួនឯងឲ្យស្លាប់តែមិនអាចស្លាប់គាត់រស់នៅទាំងពិបាកជាងស្លាប់រស់ជាទីសកលរបស់វិញ្ញាណអរិយសាតាំងដែលជាកងទ័ពមិនមែនម្នាក់មិនមែនពីរនាក់តាមការបកស្រាយភាសាក្រិកនិងការស្រាវជ្រាវតាមរយៈឯកសារជាច្រើនគឺប្រហែលជា 5,000 នាក់ទៅ 6,000 នាក់តាមរយៈខ19ព្រះអង្គមានបន្ទូលទៅបរិសុទ្ធដូចនេះថាចូលទៅឯផ្ទះរបស់ឯងនិងប្រាប់គេអំពីការធំដែលព្រះអម្ចាស់បានធ្វើសម្រាប់ឯងហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវគ្រីស្ទមានបន្ទូលទៅមនុស្សដែលបានរួចអំពីចំណងនោះបែបដូចនេះកន្លែងនេះគឺផ្ទុយអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្លាប់ហាមមនុស្សដែលទ្រង់បានប្រោសឲ្យជាមិនឲ្យទៅប្រាប់អ្នកណាឡើយដូចជាមនុស្សខ្លងនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក1ខ44និងម៉ាកុសចំពុក1ខ34ហើយព្រះបន្ទូលបានចែងនៅក្នុងម៉ាកុសចំពុក1ខ44បន្ទាប់ពីព្រះអង្គបានប្រោសមនុស្សខ្លងឲ្យបានជាសះស្បើយហើយព្រះអង្គបានហាមថាចូលប្រយ័ត្នកុំឲ្យប្រាប់អ្វីដល់អ្នកណាឲ្យសោះតែត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញហើយថ្វាយញញបូជាដោយព្រោះការដែលខ្លួនបានស្អាតតាមដែលលោកម៉ូសេបានបង្គាប់មកទុកជាទីសម្គាល់របស់លោកទាំងនោះអាមែនបើយោងតាមព្រះគម្ពីរម៉ាថាយចំពុក8ខ4រឿងរ៉ាវកន្លែងនេះដែលមានភាពផ្ទុយគ្នាគឺបែបដូចនេះមនុស្សដែលមានអរិយចូលនោះគឺជាអ្នកដែលរស់នៅលើទឹកដីសាសដតីជាកន្លែងដែលមានគ្រោះថ្នាក់តិចបំផុតជាងនៅទឹកដីយូដាបាទអញ្ចឹងហើយបានជាព្រះអង្គបានឲ្យគាត់ទៅប្រាប់អំពីការដោះចាដែលព្រះអង្គធ្វើឲ្យគាត់បានជាសះស្បើយដោយគាត់មានសេរីភាពនោះ
ពីព្រោះការដែលនៅទឹកដីសាសដទៃគឺវាមានហានិភ័យតិចជាងព្រោះអីព្រះអង្គមានសមត្ថភាពនៅក្នុងការដែលទ្រង់បានធ្វើការរបស់ព្រះអង្គធ្វើដំណើរទៅវិញទៅមកគឺមានសុវត្ថិភាពព្រោះអីនៅពេលដែលព្រះអង្គបើកសម្ដែងអ្វីមួយគឺអំពីព្រះមេស៊ីនោះគឺគេល្បីល្បាញខ្លាំងមែនទែនប្រសិនជានៅទឹកដីសាសយូដានោះអាចារ្យផារូស៊ីឬមកក៏ច្បាប់ពួកអ្នកច្បាប់គេនឹងប្រកាន់អំពីលោកគ្រូដែលគេនិយាយថាលោកគ្រូបាននិយាយថាជាព្រះយេស៊ូវដែលធ្វើបរិបេសកកម្មជាងគេតែងតែចាប់កំហុសប៉ុន្តែនៅពេលដែលព្រះអង្គបានឆ្លងមកនៅភូមិកេរ៉ាស៊ីននេះគឺជាភូមិដែលជាសាសដតីដូច្នេះហើយបានជាព្រះអង្គបានមិនហាមឃាត់ទៅដល់អ្នកដែលមានអរិយចូលនោះទៅប្រាប់នៅក្នុងភូមិនោះទេនេះហើយគឺជាហេតុផលដែលផ្ទុយគ្នារវាងការដែលនៅទឹកដីយូដាហើយនឹងនៅទឹកដីដែលសាសដតីនេះអញ្ចឹងព្រះអង្គអាចប្រាប់គេឲ្យទៅប្រាប់អ្នកដតីបានអំពីសក្ខីភាពដែលព្រះអង្គបានជ្រើសរើសហើយដល់មានសេរីភាពបងប្អូនទាំងគ្នាឧទាហរណ៍ថាបើយើងកំពុងតែមានការវេទនាឯកោហើយត្រូវគេបោះបង់ចោលវិញ្ញាណអរិយសតានក៏ចងយើងពេញខ្លួនហើយត្រូវបានពួកគេជួយរំដោះយើងឲ្យរួចអំពីសេរីភាពឲ្យមានសេរីភាពផ្លាស់ប្ដូរជាមនុស្សថ្មីតើយើងត្រូវធ្វើដូចម្តេចទៅកាន់អ្នកដែលជួយយើងគឺជាការដឹងគុណទៅកាន់អ្នកដែលជួយយើងត្រូវតែធ្វើអ្វីដើម្បីពួកគាត់ដើម្បីជាការតបស្នងសម្រាប់អ្វីដែលគាត់បានជួយយើងមិនមែនជាការចែកដន្យប៉ុន្តែព្រះអង្គជាព្រះទ្រង់ជ្រាបនៅអ្វីដែលយើងតស៊ូអត់ធ្មត់និងស្មោះត្រង់ក្នុងការដើរជាមួយព្រះអង្គក្នុងព្រះគម្ពីរព្រះអង្គមានបន្ទូលប្រាប់ដល់យើងថាដំណឹងល្អចេញពីផ្ទះរបស់យើងជាមុនសិនអាមែនទោះបើគេជឿឬមិនជឿថាព្រះយេស៊ូវគ្រីស្ទយាងមកដើម្បីសង្គ្រោះគេក៏ដោយត្រូវផ្សាយដំណឹងល្អទៅដល់អ្នកផ្ទះយើងជាមុនសិនព្រោះយើងជាឧបករណ៍នៅពេលដែលព្រះអង្គសង្គ្រោះបរិសុទ្ធនោះហើយតើគាត់ត្រូវធ្វើអ្វីទៅកាន់ព្រះអង្គយើងមើលទី1គឺត្រូវដឹងគុណបរិសុទ្ធនោះបានដឹងគុណនាំឲ្យគាត់ចង់ដើរតាមព្រះអង្គបរិសុទ្ធនោះចង់ទៅជាមួយនឹងព្រះយេស៊ូវគ្រីស្ទបើយើងមើលនៅខ18ពីព្រោះគាត់ដឹងគុណចំពោះការរំដោះនៅក្នុងព្រះគម្ពីរទំនុកដង្កើងចំពុក116ខ12មានបន្ទូលយ៉ាងដូចនេះថាតើត្រូវឲ្យខ្ញុំយកអ្វីតបស្នងនឹងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មាននៅក្នុងព្រះគម្ពីរយូហានក៏នៅចំពុក14ខ15ព្រះអង្គមានបន្ទូលថាបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំចូលកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះព្រះអង្គឲ្យយើងធ្វើអ្វីទៅតាមអ្វីដែលយើងឲ្យយើងធ្វើគឺយើងដើម្បីជាការតបស្នងទៅកាន់ព្រះអង្គអញ្ចឹងយើងសុខចិត្តថ្វាយជីវិតរូបកាយរបស់យើងដូចជាមនុស្សដែលត្រូវស្រាយចំណងចេញគាត់បានដឹងគុណហើយគាត់រត់ទៅរកព្រះអង្គហើយគាត់ចង់ដើរតាមផ្លូវរបស់ព្រះអង្គដូចគ្នាផងដែរនៅពេលដែលយើងព្រះអង្គបានត្រាស់ហើយយើងព្រះអង្គជួយយើងហើយយើងត្រូវតែតស៊ូអត់ធ្មត់ទោះជាមានទុក្ខលំបាកបញ្ហាក្នុងការដែលនាំអំពីសក្ខីភាពព្រះយេស៊ូវគ្រីស្ទដែលសង្គ្រោះយើងទៅកាន់អ្នកដែលជាមនុស្សបាត់បង់កុំឲ្យយើងជួបទុក្ខលំបាកយើងរអ៊ូរទាំហើយកុំឲ្យយើងខ្មាស់គេហើយយើងកុំប្រៀបធៀបជីវិតរបស់យើងជាមួយនឹងអ្នកដទៃកុំឲ្យយកអតីតកាលរបស់យើងមកបន្លាចប៉ុន្តែយកវាមកដើម្បីធ្វើជាបទពិសោធន៍ប្រយោជន៍ដើម្បីឲ្យយើងបានខ្ពស់មុខខ្ពស់មាត់ហើយមើលពិភពលោកនោះកាន់តែធំទូលាយហើយត្រូវរស់នៅ
ជាខ្លួនឯងតាមរយៈព្រះយេស៊ូវគ្រីស្ទអាមែនចំណុចទី2បរិសុទ្ធនោះត្រូវតែបំពេញបេសកកម្មទៅតាមព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានបង្គាប់ទ្រង់មិនឲ្យគាត់ទៅជាមួយនឹងទេជាមួយព្រះអង្គទេប៉ុន្តែឲ្យគាត់ទៅប្រាប់អ្នកដទៃអំពីព្រះគុណនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ19ដល់20ព្រះរាជបញ្ជារបស់ព្រះអង្គមុនដែលទ្រង់បានយាងទៅនគរឋានសួគ៌ព្រះអង្គបានផ្ដាំទៅកាន់ពួកសិស្សដែលជាព្រះរាជបញ្ជាចុងក្រោយនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ18ដល់20ហើយព្រះយេស៊ូវទ្រង់យាងមកមានបន្ទូលនឹងគេថាគ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ហើយលើផែនដីផងដូច្នេះចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យដោយនៅព្រះនាមព្រះបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចុះហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផងហើយមើលខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃដែរដល់រាបដល់បំផុតកលអាមែននេះគឺជាព្រះបន្ទូលរបស់ព្រះនៅពេលដែលព្រះអង្គបានសង្គ្រោះយើងឲ្យរួចអំពីចំណងនៃសេចក្តីស្លាប់ចំណងនៃសេចក្តីវេទនាអ្វីដែលយើងត្រូវសងគុណព្រះអង្គគឺយើងថ្វាយជីវិតរូបកាយរបស់យើងទៅកាន់ព្រះអង្គធ្វើជាឧបករណ៍ឲ្យទ្រង់បានប្រើហើយដើម្បីសម្រេចនូវផែនការរបស់ព្រះអង្គដូច្នេះបានព្រះអង្គបញ្ជាទៅកាន់ពួកសិស្សដែលជាព្រះរាជបញ្ជាចុងក្រោយគឺឲ្យចូលឲ្យទៅបញ្ចុះបញ្ចូលឲ្យមានសិស្សគ្រប់ទាំងសាសនៅក្នុងព្រះគម្ពីរកិច្ចការជំពូក1ខ8បងមានបន្ទូលថាម៉េចប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធបានសន្ធិដ្ឋលើអ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានប្រជេស្តាហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡិមព្រមទាំងស្រុកយូដានិងស្រុកសាមារីទាំងមូលផងហើយរហូតដល់ចុងបំផុតផែនដីបំផុតផងដែរគឺព្រះអង្គឲ្យយើងបានបំពេញបេសកកម្មរបស់ព្រះអង្គមួយទៀតដើម្បីជាការតបស្នងគុណទៅដល់ព្រះអង្គម្ចាស់ដែលជួយដល់ជីវិតយើងគឺយើងទៅជឿធ្វើជាសក្ខីភាពផ្ទាល់ដែលមានអំណាចព្រះអង្គឲ្យគាត់បានផ្សព្វផ្សាយទៅតំបន់ដេកាប៉ូលហើយមនុស្សទាំងអស់ស្ញែកសរសើរបើយើងមើលនៅក្នុងខ20អំណាចដែលព្រះអង្គម្ចាស់បានឲ្យមកកាន់យើងនៅពេលដែលយើងចេញទៅយើងហាក់បីដូចជាយើងអត់មានអំណាចប៉ុន្តែព្រះបានផ្ដល់អំណាចតាមអ្វីដែលព្រះអង្គបញ្ជាឧទាហរណ៍នៅពេលដែលខ្ញុំបានប្រែចិត្តដំបូងគឺខ្ញុំដោយសារតែខ្ញុំបានជួបនឹងគ្រួសារមួយដែលគាត់បានអធិដ្ឋានឲ្យខ្ញុំហើយចាប់ពីថ្ងៃនោះមកគឺខ្ញុំពេញដោយព្រះចេស្តាហើយខ្ញុំបានត្រូវរំដោះហើយខ្ញុំបានសងគុណគាត់វិញហើយខ្ញុំនឹងចេញទៅដើម្បីប្រកាសដំណឹងល្អពេលនោះឃើញថាខ្ញុំបានផ្លាស់ប្រែហើយដំណឹងល្អក៏បានរីកចម្រើនតាមរយៈខ្ញុំខុសពីអ្វីដែលខ្ញុំរស់នៅជីវិតចាស់ហើយអ្វីដែលអស្ចារ្យនោះគឺខ្ញុំបានទទួលស្គាល់អំពីមនុស្សជាច្រើនអ្នកដែលជាអ្នកដែលធ្លាប់មើលងាយខ្ញុំហើយធ្លាប់តែងតែស្អប់ខ្ញុំតែងតែមើលងាយខ្ញុំប៉ុន្តែទីបញ្ចប់នៅពេលដែលខ្ញុំទទួលបានការប្រោសលោះអំពីគ្រួសារមួយនោះគឺខ្ញុំឲ្យខ្ញុំបានមើលឃើញថាខ្ញុំគឺជាមនុស្សម្នាក់ដែលព្រះអង្គជ្រើសរើសហើយដើម្បីឲ្យខ្ញុំចេញទៅតាមរយៈដែលផលផ្លែខ្ញុំបានធ្វើកន្លងមកឃើញថាព្រះអង្គឲ្យកូនធ្វើតាមផ្លូវរបស់ព្រះអង្គគឺទៅផ្សាយដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទហើយឃើញថាមានការរីកចម្រើនច្រើនមែនទែននៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក66ខ16មកនេះចូលស្ដាប់ចុះអស់អ្នកដែលកោតខ្លាចដល់ព្រះអើយខ្ញុំនឹងថ្លែងប្រាប់អំពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំដូច្នេះខ្ញុំមើលឃើញថាព្រះអង្គជាព្រះដែលប្រោសដល់ព្រលឹងខ្ញុំដូច្នេះទោះជាមានទុក្ខលំបាកមានបញ្ហាមួយក៏មានការខ្វះខាតយ៉ាងណាខ្ញុំក៏នៅតែមិនផ្លាស់ប្រែអំពីអ្វីជាផ្លូវដែលទ្រង់បានប្រាប់ខ្ញុំគឺឲ្យខ្ញុំចេញទៅដើម្បីនឹងប្រាប់អំពីទីបន្ទាល់ដែលខ្ញុំបានជាសះស្បើយអំពីការញៀនថ្នាំការផឹកស្រា
ញាណស្រីទៅជាមនុស្សដែលអាចនឹងនាំព្រះបន្ទូលព្រះអង្គទៅកាន់អ្នកដទៃហើយធ្វើឲ្យអ្នកដទៃបានជឿព្រះអង្គជាច្រើនអ្នកផងដែរអរគុណដល់ព្រះម្ចាស់ព្រះយេស៊ូវបើសិនជាគ្មានព្រះអង្គដោះឲ្យខ្ញុំមានសេរីភាពទេគឺខ្ញុំគ្មានថ្ងៃនេះនោះឡើយនៅក្នុងព្រះគម្ពីរវរណៈចំពុក12ខ11គេបានឈ្នះវាដោយសារឈាមនៃកូនឈាមហើយដោយសារសេចក្តីបន្ទាល់របស់គេក៏មិនបានស្ដាយជីវិតខ្លួនដល់រាប់ដល់ស្លាប់ខ្ញុំចង់សម្ដែងអំពីភាពស្មោះត្រង់របស់ខ្ញុំផ្ទាល់បងប្អូនទាំងអស់គ្នាខ្ញុំនិយាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទជីវិតរបស់ខ្ញុំបានស្លាប់រួចទៅហើយខ្ញុំអស់សង្ឃឹមក្នុងជីវិតខ្លាំងមែនទែនប៉ុន្តែដោយសារតែព្រះអង្គរំដោះខ្ញុំព្រះអង្គបានឲ្យខ្ញុំជាមនុស្សថ្មីដោយសារតែទ្រង់ជាព្រះយេស៊ូវគ្រីស្ទដែលជាកូនជាមដោយសារតែព្រះអង្គទើបខ្ញុំមានថ្ងៃនេះខ្ញុំអរគុណនៅតែអរគុណចំពោះក្រុមគ្រួសារមួយនឹងដែលគាត់បានអធិដ្ឋានគាត់អាចមើលឃើញពីអ្វីដែលមានក្នុងជីវិតរបស់ខ្ញុំមានជាប់ចំណងខ្ញុំមានជាប់នៅបណ្ដាសាតកតងទៅនឹងស្រីតកតងទៅនឹងវិញ្ញាណត្រីមច្ឆាពេលនោះខ្ញុំជឿពិតមែនថាព្រះអង្គបានប្រោសឲ្យខ្ញុំបានជាសះស្បើយដូច្នេះហើយមិនមែនដោយសារតែអំណាចក្រុមគ្រួសារមួយនឹងប៉ុន្តែដោយសារតែអំណាចកូនជាមរបស់ព្រះអង្គដែលទ្រង់បានធ្វើការតាមរយៈក្រុមគ្រួសារមួយនឹងហើយខ្ញុំមិនភ្លេចក្នុងការដែលនឹកចាំពីព្រះគុណដែលទ្រង់បានផ្ដល់សម្រាប់ខ្ញុំតាមរយៈក្រុមគ្រួសារមួយនឹងផងដែរបើសិនជាខ្ញុំមានឱកាសនឹងមានជីវិតនៅរស់ខ្ញុំនឹងធ្វើឲ្យអស់សុវត្ថិភាពរបស់ខ្ញុំក្នុងការដែលតបស្នងទៅកាន់ពួកគាត់វិញការអនុវត្តរបស់ខ្ញុំព្រះមិនត្រឹមតែសង្គ្រោះដល់ខ្ញុំតែប៉ុណ្ណោះទេប៉ុន្តែព្រះអង្គចង់ប្រើឲ្យខ្ញុំបានធ្វើទីបន្ទាល់របស់ព្រះអង្គទៅកាន់អ្នកដទៃទៀតជាពិសេសអ្នកដែលកំពុងតែបាត់បង់មនុស្សដែលបាត់បង់ដើម្បីឲ្យខ្ញុំជាសក្ខីភាពដ៏មានឥទ្ធិពលបំផុតគឺជាការដែលខ្ញុំនាំព្រះបន្ទូលព្រះអង្គទៅប្រាប់អ្នកដទៃដើម្បីឲ្យគេមានជីវិតបានប្រោះលោះដូចជាខ្ញុំដែរការជាប់ចំណងដោយសារអរិយយើងត្រូវបានដោះស្រាយដោយសារតែព្រះនាមព្រះយេស៊ូវគ្រីស្ទមិនថាបងប្អូនទាំងអស់គ្នាជាប់ចំណងអ្វីក៏ដោយគ្រូមន្តអាគមឬមួយក៏បណ្ដាសាតពូជនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបងប្អូនចូលមករកព្រះអង្គដោយបន្ទាបខ្លួននោះព្រះអង្គនឹងដោះបងប្អូនឲ្យមានសេរីភាពហើយព្រះអង្គនឹងរំដោះយើងឲ្យក្លាយជាមនុស្សថ្មីដើម្បីនាំអំពីបរិសាររបស់ព្រះអង្គទៅកាន់អ្នកដទៃផងដែរជាពិសេសនោះអ្វីដែលពិសេសបំផុតគឺព្រះអង្គឲ្យយើងជាសក្ខីភាពរបស់ព្រះអង្គហើយមានអំណាចក្នុងការទៅប្រាប់អ្នកដទៃឧទាហរណ៍ដែលខ្ញុំពីមុនខ្ញុំពិបាកក្នុងការដែលអធិដ្ឋាននឹងប្រោសជំងឺដល់គេប៉ុន្តែនៅពេលដែលខ្ញុំបានត្រូវបានដោះឲ្យមានសេរីភាពខ្ញុំបានត្រូវបានព្រះអង្គម្ចាស់បានរំដោះខ្ញុំរួចហើយខ្ញុំបានចេញហើយនឹងស្ដាប់បង្គាប់ព្រះអង្គចេញទៅប្រកាសដំណឹងល្អពេលនោះខ្ញុំចាប់ផ្ដើមដាក់ដៃទៅលើគេចាប់ផ្ដើមឲ្យគេបានជាសះស្បើយខ្ញុំចាប់ផ្ដើមឃើញពីវិជាស្ដារនៃការប្រោសជាតាមរយៈខ្ញុំបានថ្វាយជីវិតរូបកាយហើយខ្ញុំថ្វាយជីវិតទៅកាន់ព្រះអង្គ 100% ពេលនោះការផ្សាយដំណឹងរបស់ល្អរបស់ផ្សាយដំណឹងល្អរបស់ខ្ញុំគឺត្រូវបានរីកចម្រើនខ្លាំងមែនទែនក្នុងមួយខែខ្ញុំបានផ្សាយដំណឹងល្អឲ្យគេបានជឿ20ទៅ30នាក់ហើយអរគុណដល់ព្រះអង្គអ្វីដែលខ្ញុំមិនដែលធ្លាប់ជឿពីមុនធ្លាប់ឃើញពីមុនគឺព្រះអង្គចាប់ផ្ដើមឲ្យខ្ញុំបានមើលឃើញថាព្រះអង្គគង់នៅជាមួយខ្ញុំហើយគ្រប់ទាំងប្រជាស្ដារនៃការប្រោសជាទៅកាន់មនុស្សដទៃគឺចាប់ផ្ដើមមានពិតមែនគ្មានជីវិតណាដែលព្រះយេស៊ូវគ្រីស្ទមិនអាចសង្គ្រោះយើងបានឡើយហើយក៏គ្មានអ្វីមួយដែលអាចរារាំងក្នុងការដែលព្រះអង្គបំផ្លាស់បំប្រែនៃជីវិត
ដែលអាក្រក់របស់យើងឲ្យមកខ្លាចជាមនុស្សល្អហើយធ្វើទីបន្ទាល់ទៅកាន់ព្រះអង្គនោះឡើយអ្នកដែលទទួលបានការរំដោះអំពីព្រះយេស៊ូវគ្រីស្ទគឺត្រូវតែរស់នៅជាសក្ខីភាពសម្រាប់សេរីល្អរបស់ទ្រង់ប៉ុន្តែព្រះបានរឹសរបស់ដែលលោកីចាត់ទុកថាល្ងងខ្លៅគឺដើម្បីធ្វើឲ្យពួកអ្នកប្រាជ្ញខ្មាស់ហើយព្រះបានរឹសរបស់ដែលលោកីចាត់ទុកជាទុនខ្សោយដើម្បីឲ្យរបស់ដែលខ្លាំងពូកែខ្មាស់ព្រះបានរឹសរបស់ដែលថោកទាបនិងដែលគេមើលងាយហើយរបស់ដែលគេគិតថាគ្មានអ្វីសោះដើម្បីបំបត្តិរបស់ដែលគេគិតថាមានតម្លៃដើម្បីកុំឲ្យមនុស្សណាម្នាក់អួតខ្លួននៅចំពោះព្រះឡើយព្រះគម្ពីរ1ករិនថូសចំពុក1ខ27ដល់ខ29ព្រះមិនបានស្វែងរកមនុស្សដែលឥតខ្ចោះនោះទេប៉ុន្តែព្រះអង្គស្វែងរកមនុស្សដែលស្មោះត្រង់សុខចិត្តលះបង់ជីវិតដើម្បីបម្រើព្រះអង្គអំណរឬក៏អំណាចដែលមកពីអ្នកប្រាជ្ញគឺពិតប្រាកដគឺមកតែពីព្រះមិនមែនមកពីមនុស្សនោះឡើយដូច្នេះយើងត្រូវតែរស់នៅជាជីវិតថ្មីជានិច្ចអាមែនពីអ្នកជាប់ចំណងទៅជាស័ក្តិសិទ្ធិរបស់ព្រះគ្រីស្ទព្រះយេស៊ូវគ្រីស្ទគឺបណ្ដោយតាមល្បិចរបស់អរិយសតាំងដើម្បីសម្រេចនគរព្រះទោះជាអរិយសតាំងវាមានល្បិចកលយ៉ាងណាក៏ដោយប៉ុន្តែគោលដៅនៃគោលបំណងព្រះបេសកកម្មរបស់ព្រះអង្គគឺចង់បង្ហាញឲ្យគេបានស្គាល់អំពីនគរព្រះអកម្បាំងរបស់អរិយដែលចង់បំផ្លាញនគរព្រះនោះគឺត្រូវតែបរាជ័យព្រះយេស៊ូវគ្រីស្ទបានប្រើអំណាចនិងប្រាជ្ញារបស់ទ្រង់ដើម្បីសម្រេចនគរព្រះហើយអ្នកដែលបានរំដោះក៏មានសេរីភាពហើយក៏អាចធ្វើជាស័ក្តិសិទ្ធិសម្រាប់ព្រះអង្គសម្រាប់ទៅកាន់អ្នកដទៃទៀតផងដែរដើម្បីឲ្យគេបានស្គាល់អំពីនគរព្រះស្គាល់អំពីការដោះឲ្យមានសេរីភាពនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបាទសូមអញ្ជើញលោកគ្រូបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តអធិដ្ឋានអរព្រគុណព្រះអង្គជាមួយនឹងខ្ញុំនិងសូមប្រពរពីព្រះអង្គអរគុណដល់ព្រះម្ចាស់ព្រះយេស៊ូវដែលទ្រង់ជាព្រះបានប្រទានពរឲ្យកូនបានមានឱកាសក្នុងការស្ដាប់ឮនិងយល់អំពីអកម្បាំងដែលព្រះអង្គម្ចាស់បានធ្វើតាមល្បិចកិច្ចការរបស់ព្រះដើម្បីប្រយោជន៍ឲ្យបានសម្រេចពីនគរព្រះហើយព្រះអង្គម្ចាស់បានបង្ហាញអំពីអកម្បាំងរបស់អរិយសតាំងដែលវាតែងតែចង់បំផ្លាញអំពីនគរព្រះហើយព្រះអង្គម្ចាស់បានប្រើអំណាចដែលជាប្រាជ្ញារបស់ព្រះអង្គដើម្បីសម្រេចនគរព្រះហើយកូនបានជាមនុស្សម្នាក់ដែលអាចក្លាយជាសក្ខីភាពរបស់ព្រះអង្គហើយកូនបានដើរតាមផ្លូវព្រះអង្គដោយមានទំនុកចិត្តហើយមានប្រជាស្ដារមកពីព្រះអង្គគុណអរព្រគុណព្រះអង្គសូមព្រះម្ចាស់បានប្រទានពរដល់លោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាក្នុងការស្ដាប់ព្រះបន្ទូលព្រះអង្គគួរជឿថាមិនមែនជាព្រះបន្ទូលដែលមកដោយចេតនប៉ុន្តែព្រះអង្គម្ចាស់បានប្រើគឺព្រះបង្គំដើម្បីនឹងនាំព្រះជាសារនេះដែលតាក់ទងជីវិតផ្ទាល់ខ្លួនរបស់កូនផងហើយនឹងការប៉ះពាល់ចិត្តទៅដល់បងប្អូនមួយចំនួនដែលគាត់មានដំណើរជីវិតដូចជាកូនឲ្យគាត់បានមានសង្ឃឹមឡើងហើយជឿទុកចិត្តលើព្រះអង្គហើយសូមថ្វាយជីវិតរូបកាយទៅកាន់ព្រះអង្គក្នុងការដែលបម្រើទ្រង់ជាការតបស្នងដែលទ្រង់បានសង្គ្រោះទូព្រះបង្គំនិងបងប្អូនកូនលោកគ្រូអ្នកគ្រូដែលគាត់បានឆ្លងកាត់កន្លងមកឲ្យបានឈរមាំមួនដើម្បីជាទីសម្គាល់ទៅកាន់មនុស្សដទៃទៀតផងដែរគុណអរសូមព្រះអង្គម្ចាស់បានប្រទានពរទៅដល់លោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អមានកម្លាំងមានហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងគ្រប់ទាំងវណ្ណកិច្ចនិងបេសកកម្មរបស់ពួកគាត់ហើយជាពិសេសផងដែរព្រះអង្គឲ្យសូមឲ្យក្រុមគ្រួសាររបស់គាត់ទទួលបាននៅសេចក្តីសុខសាន្តហើយព្រះអង្គការពារថែរក្សាកុំឲ្យមានគ្រោះថ្នាក់ឬមួយបញ្ហាអ្វីកើតឡើងជាពិសេសផងដែរគុណនឹកចាំអំពីអ្នកដែលមិនទាន់បានជឿព្រះអង្គម្ចាស់ទទួលបានការសង្គ្រោះសូមឲ្យព្រះអង្គម្ចាស់បានធ្វើការឲ្យពួកគេទាំងអស់គ្នាបានមានឱកាសក្នុងការឮអំពីព្រះបន្ទូលព្រះអង្គហើយគេបានពិចារណាហើយគេចូលមករកព្រះអង្គដើម្បីរកព្រះជាសង្គ្រោះសម្រាប់ជីវិតរបស់គេផងដែរគុណអរព្រគុណព្រះអង្គសូមឲ្យសេចក្តីស្រឡាញ់របស់ព្រះបិតា
ដែលប្រទានមកតាមរយៈព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានស្គត់លើជកាងដើម្បីបង្ហូរព្រះលោហិតដើម្បីសង្គ្រោះអំពើបាបកូននឹងការរួបរวมជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធបានគង់នៅជាមួយនឹងយើងខ្ញុំចាប់ពីពេលនេះរហូតដល់អកលជានិច្ចសូមឲ្យព្រះភ័ក្ត្រព្រះយេហូវ៉ាបើកភ្លឺឡើងហើយបើកភ្លឺមកដល់ភ្នែកចិត្តរបស់ទូព្រះបង្គំយើងខ្ញុំហើយកូនសូមថ្វាយគ្រប់ការទាំងអស់ជីវិតរូបកាយពលវិញ្ញាណអ្វីៗទាំងអស់ដែលកូនកំពុងតែរស់លើផែនដីថ្វាយដាច់ក្នុងព្រះម្ចាស់ដែលមានអំណាចព្រះជាស្ដេចដ៏ខ្ពស់បំផុតគឺអង្គព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនអោព្រះបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមកុំបណ្ដោយយើងខ្ញុំបានធ្លាក់ទៅក្នុងស្រេកល្បួងឡើយតែសូមប្រោយយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញបិទព្រះជាស្ដានិងសេរីល្អជារបស់ផងទ្រង់នៅអកលជានិច្ចអាមែនព្រះយេស៊ូវគ្រីស្ទជាជ័យជំនះការរស់ឡើងវិញនៃជ័យជំនះនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនអាមែនសូមជម្រាបលាព្រះអង្គប្រទានពររាត្រីសួស្តី